បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបធ្វើសាច់គោឡើងភ្នំដំបូងយើងមានស្ពៃបុកគោការ៉ុតហើយនិងផ្សិតម្ជុលបាទខ្ញុំធ្វើលក្ខណៈបន្តិចដែរទេហើយមានថែមទាំងពោតបារាំងបាទយើងដាក់មួយមុខតិចមួយមុខបន្តិចទៅហើយយើងយកមកហាន់វាដាក់ក្នុងទឹកច្រែងបាទលាងទឹកឲ្យបានស្អាតមកបាទយើងលាងទឹកស្អាតហើយយើងមកហាន់ជាមួយនឹងសាច់គោបាទសាច់គោខ្ញុំដាក់3ខាំបាទយើងហាន់ឲ្យស្អាតមកហើយយើងចាប់ផ្ដើមប្រឡាក់គ្រឿងបាទប្រឡាក់គ្រឿងខ្ញុំដាក់ជាមួយនឹងប៊ីចេងមកចុងស្លាបព្រាយើងដាក់ទៅបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងទឹកត្រីមួយស្លាបព្រាបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងស្ករសមួយស្លាបព្រាហើយយើងច្បល់ចូលគ្នាឲ្យវាសព្វចឹងទៅដើម្បីឲ្យវាចូលជាតិបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងពងមាន់បាទខ្ញុំដាក់ជាមួយនឹងពងមាន់មួយគ្រាប់ហើយយើងច្បល់ចូលគ្នាចឹងទៅកូរវាឲ្យវាសព្វដើម្បីឲ្យវាចូលជាតិចឹងណាយើងច្បល់ចោលឡើងឲ្យសព្វសាច់ជាមួយនឹងពងមាន់នឹងឲ្យចូលគ្នាទៅបងប្អូនចាប់ដើមក្លុកទៅបន្ទាប់ពីយើងក្លុកចូលគ្នាហើយយើងចាប់ផ្ដើមដាក់ខ្ទះបាទខ្ញុំចាក់ខ្លាញ់ចូលបន្តិចមកខ្ញុំចាក់ខ្លាញ់ចូលបន្តិចដើម្បីកុំឲ្យវាខ្លោចខ្ទះបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងប័របាទខ្ញុំដាក់មកស្លាបព្រាអញ្ចឹងមកដើម្បីឲ្យវាមានក្លិនឈ្ងុយហើយបងប្អូនកូរវាឲ្យវាលាយចូលជាមួយនឹងខ្លាញ់ហ្នឹងទៅបាទកូរវាចោះឡើងដើម្បីឲ្យវាអាលាយអស់ទៅស្រួលយើងដាក់បន្លែអញ្ចឹងណាហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើការជាមួយនឹងបន្លែបាទបន្លែដែលយើងបានហាន់ហ្នឹងមកយើងដាក់ចូលវាទៅហើយយើងធ្វើការកូរវាត្រឡប់ចោលឡើងដើម្បីឲ្យវាទន់ជាមួយនឹងខ្លាញ់ដែលយើងដាក់ហ្នឹងបងប្អូនកូរត្រឡប់ចោលឡើងដើម្បីឲ្យបន្លែយើងវាទន់ល្អបើបងប្អូនអត់ចង់ចាំយូរទេបងប្អូនអាចមានគម្របបងប្អូនគ្របយកមកសន្ទុះហ្នឹងទៅប៉ុន្តែខ្ញុំអត់បានគ្របទេពួកអីខ្ញុំថតកាត់ទេដើម្បីងាយស្រួលបងប្អូនធ្វើអញ្ចឹងណាខ្ញុំធ្វើការកូរវាឲ្យមកស្ទុះដើម្បីឲ្យពោតបារាំងវាឆាប់ផ្ដើមទន់ពួកអីពោតបារាំងវាអត់ងាយទន់អញ្ចឹងណាបន្ទាប់មកខ្ញុំវែកមកប្រឡោះដើម្បីដាក់សាច់គោចូលសាច់គោយើងដាក់មិនឲ្យស្អិនពេកទេបាទយើងដាក់លក្ខណៈមកល្មមបើសិនជាយើងដាក់ឲ្យវាស្អិនពេកទៅគឺសាច់គោរបស់យើងគឺវាអត់ទៅឆ្ងាញ់ទេបាទវាខ្សោះខ្ញុំកូរត្រឡប់ចុះឡើងដើម្បីឲ្យវាចូលជាមួយបន្លែអញ្ចឹងណាខ្ញុំធ្វើការកូរវាទៅដើម្បីឲ្យសាច់និងបន្លែវាឆ្អិនមកល្មមបាទហើយណាមួយឲ្យវាចូលជាតិជាមួយនឹងបន្លែសាច់គោយើងមើលទៅលក្ខណៈវាឆ្អិនមកល្មមបងប្អូនអាចទោះវាបានបាច់ទៅឲ្យវាឆ្អិនពេកទេគឺលក្ខណៈមកល្មមកុំឲ្យវាឆ្អិនពេកបាទខ្ញុំធ្វើការកូរវាមកគឺទុះដើម្បីឲ្យសាច់គោវាឆ្អិនល្មមនេះបាទបងប្អូនយើងឆ្អិនហើយចាប់ផ្ដើមដួសដាក់ចាននេះគឺទឹកជ្រលក់យើងធ្វើទឹកត្រីកោះកុងហើយជ្រលក់ចឹងមកជាតិបងប្អូនអើយ